សម្រាប់អ្នកតែងតែកាប់វីដេអូមានពាណិជ្ជកម្មមានលោត app អីញ៉ៃអ្នកនរគ្នាអាចប្រើកម្មវិធីមួយនេះបានដែលមានឈ្មោះថា YouCut Video Editor អានេះកម្មវិធីមួយនេះវាស័ក្តិសមមែនទែនសម្រាប់អ្នកធ្វើ YouTube ដែលគ្រាន់តែបណ្ដុំវីដេអូចូលគ្នាបញ្ចូលសលេងតាមពិតមិនផ្ដោតតែ YouTube មួយមុខទេអ្នកនរគ្នាអាចកាត់ដាក់ចូល TikTok Facebook ធម្មតាដែរអ្នកនរគ្នាកម្មវិធីនេះអត់សូវមានអ្នកស្គាល់ទេហើយកម្មវិធីនេះវាងាយស្រួលមែនទែនក្នុងការកាត់អត់មានពាណិជ្ជកម្មអត់មានអីញ៉ាយហើយវាមាន logo ពណ៌លឿងហើយរូបត្រី ហើយមានឈ្មោះថា YouCut វាអត់មានញ៉ាយដូច CapCut មានពាណិជ្ជកម្មមានអីញ៉ាយទីឲ្យយើងបងប្រូបងអីទេអញ្ចឹងដំបូងឡើយអ្នកនរគ្នាចុចរូប New Project មកអក្សរពណ៌លឿងហើយបន្ទាប់មកយើងចំណុចពាក់កណ្ដាលនេះមក Allow Access to all photo អ្នកនរគ្នាយកជ្រើសយកកន្លែងហ្នឹងមកដើម្បីយើងយករូបថតឬក៏វីដេអូអីទាំងអស់អញ្ចឹងយើងជ្រើសយកវីដេអូណាក៏បានដែរដែលយើងចង់កាត់ដែរអ្នកនរគ្នាដែលយើងចង់កាត់បង្ហោះចូល TikTok ក៏ដូចជា YouTube Facebook ដើម្បីយើងរកលុយពីបណ្ដាញសង្គមទាំងអស់ហ្នឹងហើយយើង select យករូបថតឬក៏វីដេអូយើងដាក់ចូលមកហើយកន្លែងរូប microphone នេះគឺជាកន្លែងបញ្ចូលសលេងអ្នកនរគ្នាគ្រាន់ចុចលើហ្នឹងហើយចុច record ទៅយើងអាចបញ្ចូលសលេងកើតហើយវាមានមុខងារផ្សេងទៀតដែលខ្ញុំនឹងបកស្រាយមួយជំហានតែមួយជំហានចំណុចដំបូងអ្នកនរគ្នាកលេចមើលកន្លែង music កន្លែងរូបចម្រៀងណាកន្លែងហ្នឹងគឺជាកន្លែងដែលយើងយកវីដេអូយកសំឡេងឬក៏ sound effect អីផ្សេងយកមកដាក់ក្នុងវីដេអូរបស់យើងដែលយើងដោនពី YouTube ឬក៏ក្នុងកម្មវិធីនឹងស្រាប់ក៏បានដែរប៉ុន្តែសម្រាប់ចម្រៀងអ្នកនរគ្នាកុំយកពីកម្មវិធីហ្នឹងព្រោះឲ្យវាខ្លាចជាប់ review content អីចឹងទៅអាចរកលុយពី YouTube បានហើយកន្លែង sound អីតិចតួចអ្នកនរគ្នាអាចយកបានណាដូចជាកន្លែង sound នេះចឹងអ្នកនរគ្នាមកតែអានេះខ្ញុំអត់មានអ៊ីនធឺណិតបើកអានេះ sound អីតិចឈិញឆាំងអីយើងអាចយកបានអភ័យទេព្រួយវា1វិនាទី3វិនាទីមិនទេគឺកន្លែង filter អ្នកនរគ្នាកន្លែង filter ហ្នឹងយើងបាច់បដូរពណ៌ក៏បានដែរសម្រាប់វីដេអូយើងថតកាមេរ៉ាមិនពលឺឲ្យច្បាស់ហើយទៅយើងមិនមកដូរពណ៌ទេព្រោះអីក្នុងកម្មវិធីនេះពណ៌វាអត់សូវស្អាតប៉ុន្មានទេអ្នកនរគ្នាបាច់ដូរហ្មងទៅបន្ទាប់មកចំណុចទី4 effect អ្នកនរគ្នា effect ហ្នឹងធ្វើឲ្យវីដេអូយើងកត្រាក់អីចឹងណាអ្នកនរគ្នាដល់ចំណុចទី5គឺកន្លែងអក្សរ text ហ្នឹងអ្នកនរគ្នាកន្លែងអក្សរ text ហ្នឹងគឺជាកន្លែងដែលយើងចង់សរសេរអក្សរអីនាចឹងទៅសរសេរអក្សរអីក៏បានដែរវាមានពណ៌មានអីគ្រប់ទម្រង់តែម្ដងវាអត់ខ្វះទេពណ៌យើងចង់ដាក់ពណ៌អីស្រឡាញ់ពណ៌អីហើយវាមានកន្លែងចលនាក្នុងអក្សរហ្នឹងផងដែរអ្នកនរគ្នាឃើញពេលខ្ញុំដាក់ទៅវាមានចលនាអ្នកនរគ្នាហើយអត់មានបងប្រាក់បងអីទេអាហ្នឹងឃើញទេពេលយើងដាក់ទៅវាមានចលនាឃើញទេអ្នកនរគ្នាវាមាន zoom មានចេញមានចូលហ្នឹងគឺជាកន្លែងមុខងារដែលមានអក្សរ text បន្ទាប់មកកន្លែងរូបមនុស្សemoji អ្នកនរគ្នាបាច់ដាក់ទេរូបមនុស្សសើចហ្នឹងហើយបន្ទាប់មកអាភិបនេះអ្នកនរគ្នាឃើញអត់អាកន្លែងហ្នឹងកន្លែងយកវីដេអូត្រួតគ្នាឧទាហរណ៍អ្នកនរគ្នាពងនិយាយអីចឹងអ្នកនរគ្នាចង់ដាក់រូបភាពដូចធ្វើដូចចង្អុលធ្វើដូចអីចឹងដាក់ពីលើចឹងទៅអ្នកនរគ្នាដាក់ត្រួតគ្នាចឹងទៅរូបភាពក៏បានវីដេអូក៏បានដែរដាក់ត្រួតគ្នាពីរអាហ្នឹងហើយកន្លែង speed នេះកន្លែងបន្ថយល្បឿនវីដេអូឲ្យយឺតឲ្យលឿនអីចឹងអ្នកនរគ្នាពេលយើងដាក់កាន់តែគុណកាន់តែច្រើនអានឹងវាកាន់តែលឿនឃើញទេអូមកខាងស្ដាំកាន់តែនេះកាន់តែឆ្ងាយចឹងនឹងវាកាន់តែលឿនហ៎គុណ2អានេះគុណ1ចេះយឺតវិញអ្នកនរគ្នាចឹងអាចចំណុច2ទៀតអា2ខាងនេះខ្ញុំអត់នេះទេអាហ្នឹងអត់មានអីទេអ្នកនរគ្នាគ្រាន់តែធ្វើឲ្យអក្សរនិយាយតាមវីដេអូអ្នកនរគ្នាកន្លែងហ្នឹងគេត្រូវការបងប្រាក់អ្នកនរគ្នាឃើញទេត្រូវការបងប្រាក់ហើយកន្លែងដាក់ពាក្យថា HD នេះក៏បងប្រាក់ដូចគ្នាដែរអ្នកនរគ្នាបាច់ទេបាច់ធ្វើកន្លែងហ្នឹងទេព្រោះកន្លែងហ្នឹងវាអត់សំខាន់ប៉ុន្មានទេអ្នកនរគ្នាអញ្ចឹងកន្លែងហ្នឹងយើងប្រឡងសិនទៅមកមើលកន្លែងដែលសំខាន់មានដូចជា volume វីដេអូនេះអ្នកនរគ្នាសេរីវាចឹងមកឃើញទេសេរីវាចឹងមកវាលឺសូរតិចវាសូរខ្លាំងចឹងទៅអ្នកនរគ្នាហើយកន្លែងនេះកន្លែង flip អ្នកនរគ្នាផ្លាស់ប្ដូរទម្រង់នៃរូបវីដេអូចឹងណាអ្នកនរគ្នាផ្លាស់ប្ដូរទម្រង់វាទៅខាងឆ្វេងទៅខាងស្ដាំចឹងទៅតែកន្លែងហ្នឹងក៏បាច់ពាក់ព័ន្ធដែរអ្នកនរគ្នាដោយសារអីយើងថតយកតែទម្រង់អាដែរទៅហើយកន្លែងនេះបើយើងឃើញវីដេអូយើងវែងធំពេកអត់ស្រឡាញ់កន្លែងប្លង់ណាអ្នកនរគ្នាយកពាក្យក្របហ្នឹងទៅឃើញទេវាកាត់យកកន្លែងដែលយើងអត់ស្រឡាញ់ចេញបន្សល់ទុកតែកន្លែងយើងស្រឡាញ់
បន្ទាប់ពីយើងថាកាត់តស្អាតហើយអ្នកនរគ្នាចង់ export ទំហំប៉ុណ្ណឹងក៏បានដែរសម្រាប់ទំហំ export អ្នកនរគ្នា export ទៅដល់ 4K 60 frame គឺវាអត់មានគិតលុយវាអត់មានលុបពាណិជ្ជកម្មទេអានេះដូចខ្ញុំ export ចឹងយក 4K 60 frame តែម្ដងដើម្បីឲ្យវីដេអូគុណភាពវីដេអូរបស់ខ្ញុំកាន់តែច្បាស់កាន់តែរលូនអ្នកនរគ្នាចឹងឃើញថាការនាំចេញរបស់យើងវាអត់មានលុបពាណិជ្ជកម្មអីមកនោះទេចឹងខ្ញុំសូម skip ខ្ញុំឲ្យអ្នកនរគ្នាមើលកន្លែងដែល export នាំចេញហើយអ្នកនរគ្នាឃើញវីដេអូរក្សានៅទម្រង់រូបភាពច្បាស់ដដែលវាមានកាត់គុណភាពយើងសំបីបន្តិចឡើយអ្នកនរគ្នាកាមេរ៉ាយើងថតបានប្រមាណកម្មវិធីយើង export ចេញមកបានប៉ុណ្ណឹងអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ Subscribe Channel Radu YT ខ្ញុំនឹងចេញមេរៀនឬក៏ចែកម្លែកអីផ្សេងទុកជាចំណេះដឹងអ្នកនរគ្នាសម្រាប់ការរកលុយពី YouTube Facebook TikTok អរគុណមែនតើ